ការលើកទម្ងន់នៅក្នុងវ័យចំណាស់ធ្វើឲ្យអាយុកាន់តែវែងនិងមានសុខភាពកាន់តែល្អការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រកីឡាចុងក្រោយបង្អស់បានបដូរទស្សនៈចាស់ចោលដោយបានបញ្ជាក់យ៉ាងច្បាស់ថាការវឹកហាត់លើកទម្ងន់នៅក្នុងវ័យជរាមិនត្រឹមតែមានសុវត្ថិភាពតែប៉ុណ្ណោះនោះទេប៉ុន្តែគឺជាថ្នាំទិព្វដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការថែរក្សាសុខភាពសាច់និងពន្យាអាយុជីវិតនេះបើតាមលោកវិជ្ជាបណ្ឌិតលុយសំសាក់ខាងក្រោមនេះគឺជាចំណុចសំខាន់ដែលការស្រាវជ្រាវចុងក្រោយបានរកឃើញ1ការពារនិងស្ដារជំងឺបាត់បង់សាច់ដុំនៅពេលមនុស្សយើងចូលវ័យចាស់ជរារាងកាយនឹងបាត់បង់ម៉ាស់សាច់ដុំនិងកម្លាំងនៃធម្មជាតិការសិក្សាបានបង្ហាញថាមនុស្សចាស់នៅតែមានសមត្ថភាពបង្កើតកោសិកាសាច់ដុំថ្មីបាននៅពេលដែលពួកគាត់ធ្វើលំហាត់ប្រាណលើកទម្ងន់ជាប្រចាំផលប្រយោជន៍នោះគឺវាកាត់បន្ថយហានិភ័យនៃការដួលការបាក់ឆ្អឹងនិងជួយឲ្យពួកគាត់អាចធ្វើសកម្មភាពប្រចាំថ្ងៃបានដោយខ្លួនឯង2កាត់បន្ថយអត្រាស្លាប់និងពន្យាអាយុជីវិតការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញទំនាក់ទំនងផ្ទាល់រវាងកម្លាំងសាច់ដុំនិងអាយុយឺនយូរមនុស្សចាស់ដែលធ្វើការវឹកហាត់លើកទម្ងន់យ៉ាងហោចណាស់2ដងនៅក្នុងមួយសប្តាហ៍មានអត្រាប្រឈមនឹងការស្លាប់ដោយសារតែជំងឺផ្សេងទាបជាងអ្នកមិនធ្លាប់លើកទម្ងន់រហូតដល់46%ហើយការលើកទម្ងន់នេះក៏ជួយសុខភាពបេះដូងនិងមេតាបូលីសដោយការលើកទម្ងន់ជួយសម្រួលសម្ពាធឈាមកាត់បន្ថយជាតិស្ករនៅក្នុងឈាមនិងកាត់បន្ថយជាតិខ្លាញ់អាក្រក់ដែលសុទ្ធសឹងតែជាកត្តានាំឲ្យរស់បានយូរ3ពង្រឹងដង់ស៊ីតេឆ្អឹងនិងសុខភាពសន្លាក់ការលើកដែកឬទម្ងន់បានបង្កើតសម្ពាធវិជ្ជមានទៅលើឆ្អឹងដែលជំរុញឲ្យរាងកាយផលិតកោសិកាឆ្អឹងបន្ថែមវាជួយការពារនៅជំងឺពុកឆ្អឹងនិងកាត់បន្ថយការឈឺចាប់នៅតាមសន្លាក់4បង្កើនសុខភាពខួរក្បាលនិងផ្លូវចិត្តការសិក្សាក៏បានរកឃើញដែរថាការវឹកហាត់កម្លាំងបញ្ចេញនូវសារធាតុគីមីនៅក្នុងខួរក្បាលហៅថា BDNF Brain Derived Neurotrophic Factor ដែលជួយការពារនៅជំងឺវង្វេងវង្វាន់និងជំងឺ Alzheimer វាជួយកាត់បន្ថយនៅភាពតានតឹងបាក់ទឹកចិត្តនិងធ្វើឲ្យការគេងបានលក់ស្រួលជាងមុន